សូមស្វាគមន៍មកកាន់ទឹកដីនៃអាថ៌កំបាំងនិងភាពអស្ចារ្យដែលមិនចេះរីងស្ងួតបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកទស្សនាប្រាសាទបុរាណដូនតាខ្មែរនៅខេត្តសៀមរាបអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមើលនៅទេសភាពនៃប្រាសាទដែលឈ្មោះថាប្រាសាទចៅសាយទេវតាបាទហើយបងប្អូនសូមនឹកស្រមៃគិតទៅដល់ទឹកដីអង្គរដ៏ស័ក្តិសិទ្ធិសម័យថាយើងកំពុងធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារជ័យនៃក្រុងអង្គរធំហើយដើរកាត់ព្រៃព្រឹក្សាដ៏ត្រជាក់ស្រទុំស្រាប់តែលេចឡើងនៅតួប្រាសាទថ្មភក់តូចច្រឡឹងមួយអមសងខាងផ្លូវបុរាណនោះគឺប្រាសាទចៅសាយទេវតាបាទប្រាសាទចៅសាយទេវតាដែលយើងកំពុងតែទស្សនានេះបាទជង្រុកនៃសិល្បៈផ្ចិតផ្ចង់និងជាកន្លែងដែលវិញ្ញាណនៃទេវកថារស់រវើកឡើងវិញបាទជំនឿនិងបារមីដ៏ស័ក្តិសិទ្ធិនៅកន្លែងនេះបាទគឺប្រាសាទចៅសាយទេវតាមិនមែនគ្រាន់តែជាសំណង់ថ្មភក់ធម្មតានោះទេតាមជំនឿតាំងពីបុរាណកាលមកប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរឬហៅថាព្រះសិវៈនឹងដែលជាអាទិទេពនៃយុត្តិធម៌ហើយនឹងជាអាទិទេពក្នុងការបំផ្លាញនៅអំពើអាក្រក់ផងដែរហើយអ្នកស្រុកចាស់គាត់តែងតែដំណើរតគ្នាថានៅទីកន្លែងនេះគឺជាច្រកទ្វារនៃវិញ្ញាណបាទឬជាកន្លែងដែលពួកទេវតានិងស្រីអប្សរាចុះមកលេងកំសាន្តនៅភពមនុស្សលោកបាទអញ្ចឹងវាគឺជាច្រកទ្វារមួយសម្រាប់ទេវតានិងទេពអប្សរាផ្សេងហ្នឹងឆ្លងមកឋានមនុស្សលោកយើងតាមរយៈប្រាសាទនឹងឯងបាទមានរឿងដំណាលថានៅរាត្រីខែដាច់ឬខែពេញបរមីគេតែងតែឮសូរល្វើយនៅសំឡេងតន្ត្រីពិណពាទ្យបុរាណនិងក្លិនក្រអូបឈ្ងុយឈ្ងប់នៃផ្កាព្រៃភ្នំបោកបក់ចេញពីប្រាសាទនេះហើយនេះគឺជាជំនឿអរូបីមួយដែលធ្វើឲ្យអ្នកស្រុកអ្នកភូមិហើយនិងអ្នកទេសចរដែលមកដល់ទីនេះតែងតែមានអារម្មណ៍និងក្រសែភ្នែកម្យ៉ាងសម្លឹងមកពួកគេគឺមានន័យថាពេលដែលយើងដើរចូលដល់ក្នុងប្រាសាទហ្នឹងហាក់ដូចជាមានអារម្មណ៍ថាមានខ្សែភ្នែកកំពុងតែសម្លឹងមករកយើងអញ្ចឹងណាបាទហើយខ្សែភ្នែកសម្លឹងហ្នឹងគឺដោយក្តីមេត្តានិងការការពារពីពពួកទេវតាដែលថែរក្សាប្រាសាទហ្នឹងបាទហើយភាពអស្ចារ្យនៃប្រាសាទហ្នឹងគឺដង្ហើមជីវិតលើផ្ទាំងថ្មភក់បាទអញ្ចឹងយើងក៏លេចទៅមើលជញ្ជាំងនិងហោជាងនៃប្រាសាទនេះចុះហើយលោកអ្នកទាំងអស់គ្នាហ្នឹងបងប្អូនទាំងអស់គ្នាប្រកាសជាគិតថាវាពិតជាអស្ចារ្យខ្លាំងណាស់បាទដែលមើលទៅស្នាដៃដាប់ដំរបស់បុព្វបុរសខ្មែរយើងហ្នឹងបានប្រែក្លាយពីថ្មរឹងកំព្រឹសបាទឲ្យទៅជាសាច់រឿងដ៏រស់រវើកនឹងយើងមើលទៅតាមប្រាសាទហ្នឹងទៅគឺឃើញថាចម្លាក់ប្រាសាទទាំងអស់ហ្នឹងដែលយើងឃើញហ្នឹងមិនមែនគ្រាន់តែជាចម្លាក់ដែលឈរថ្មឹងនោះទេបាទតែអ្នកដែលដាប់បាទអ្នកដែលដំថ្មហ្នឹងហាក់ដូចជាបញ្ចូលព្រលឹងទៅក្នុងថ្មទាំងអស់ហ្នឹងអញ្ចឹងបាទដែលធ្វើឲ្យរូបចម្លាក់ទាំងអស់ហ្នឹងហាក់ដូចជាកំពុងសម្លឹងមកមើលយើងដោយក្តីញញឹមស្រទន់បាទអញ្ចឹងយើងត្រឡប់ទៅមើលខាងមុខបន្តិចទៀតទៅបាទហើយប្រាសាទនេះដែរបងប្អូនគឺមានចំណុចពិសេសមួយដែលគេហៅថាជាប្រាសាទបងប្អូនបាទប្រាសាទបងប្អូនហ្នឹងដោយសារតែប្រាសាទចៅសាយទេវតាហ្នឹងគឺវាមានគូស្នេហ៍បាទឬក៏គេហៅថាបងប្អូនភ្លោះនៅចំពីមុខប្រាសាទនេះគឺមានប្រាសាទថននបាទដែលឈោមមុខគ្នាយ៉ាងស្ងៀមស្ងាត់រាប់រយឆ្នាំមកហើយក្នុងរឿងព្រេងបុរាណគេជឿថាប្រាសាទទាំងពីរហ្នឹងគឺតំណាងឲ្យបុរសនិងស្ត្រីដែលតំណាងឲ្យទេវតាពីរអង្គដែលមើលថែរក្សាទ្វារក្រុងអង្គរធំមិនឲ្យសត្រូវឬព្រលឹងអាក្រក់ចូលមកយាយីបានឡើយបាទ
ហើយរឿងដ៏អស្ចារ្យមួយទៀតហ្នឹងគឺការរស់ឡើងវិញនៃវិញ្ញាណប្រាសាទបាទដែលប្រាសាទចៅសាយទេវតាហ្នឹងគឺធ្លាប់ត្រូវបានបំផ្លាញស្ទើរតែខ្ទេចខ្ទីស្ទើរតែคล้ายជាគំនរថ្មបាទដោយសារសង្គ្រាមយើងហ្នឹងកាលពេលកន្លងទៅហ្នឹងប៉ុន្តែតាមរយៈបច្ចេកទេសទំនើបនិងការខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកជំនាញខាងចិននិងអាជ្ញាធរអប្សរាយើងហ្នឹងបានប្រែคล้ายអាគំនរថ្មដុំថ្មទាំងអស់ហ្នឹងមកផ្គុំគ្នាឡើងវិញម្ដងដូចជាយើងបន្ទប់ថ្មដែលលេងល្បែងរូបគុំអញ្ចឹងណាប៉ុន្តែវាគឺជាអភូតហេតុស្ថាបត្យកម្មដ៏អស្ចារ្យដែលបានដាស់នៅទេវតាដែលកំពុងដេកលក់ឲ្យមានជីវិតរស់ឡើងវិញអញ្ចឹងបាទអញ្ចឹងឃើញថានៅមុខប្រាសាទរបស់យើងពេលបច្ចុប្បន្នហ្នឹងគឺត្រូវបានជួសជុលឡើងវិញបានចំនួនច្រើនដែលធ្វើឲ្យប្រាសាទនេះគឺមានភាពល្បីល្បាញខ្លាំងមែនតើបាទហើយប្រាសាទចៅសាយទេវតានេះផងដែរនៅពេលដែលព្រះអាទិត្យរៀបលិចបាទពន្លឺពណ៌មាសចុងក្រោយបានជះមកលើប្រាង្គប្រាសាទចៅសាយទេវតាហ្នឹងដែលធ្វើឲ្យថ្មភក់នៃប្រាសាទទាំងអស់ហ្នឹងដែលបដូរពីពណ៌ប្រផេះទៅជាពណ៌លឿងទុំភ្លឺថ្លាបាទដូចពណ៌មាសដូចដែលយើងទស្សនាប្រាសាទអង្គរវត្តនៅពេលរសៀលអញ្ចឹងគឺពេលដែលពន្លឺព្រះអាទិត្យជះចំមកគឺប្រែពណ៌ពីពណ៌ភក់ទៅជាពណ៌មាសបាទបើសិនបើបងប្អូនទាំងអស់គ្នាមានឱកាសបានមកលេងខេត្តសៀមរាបណាសូមកុំភ្លេចចូលជប់សម្រាកនៅក្នុងប្រាសាទនេះហើយអង្គុយនៅលើកម្មយដាថ្មបុរាណហើយបិទភ្នែកហើយស្ដាប់ដង្ហើមនៃប្រវត្តិសាស្ត្រដែលលងលក់អស់កាលរយៈជាង900ឆ្នាំមកនេះបាទព្រោះនៅទីនេះបាទគឺជាព្រលឹងដូនតានិងបារមីនៃទេវតានៅតែរងចាំស្វាគមន៍ជានិច្ចបាទហើយយើងឃើញថាប្រាសាទគឺឈរស្ងៀមស្ងប់ស្ងាត់តែឯងកណ្ដាលព្រៃប៉ុន្តែរក្សាបាននៅសម្រស់ដ៏ស្រស់ត្រកាលដែលគួរជាទីទស្សនាខ្លាំងមែនតើបាទហើយការមកដល់ប្រាសាទនេះក៏ជានិស្ស័យមួយដ៏ខ្ពស់បំផុតដែរបាទហើយយើងឃើញថាប្រាសាទនេះគឺមានស្ពានសម្រាប់ឆ្លងចូលពីដំណាក់គឺស្ពានខាងក្នុងនេះមួយដំណាក់ហើយនឹងខាងមុខមានស្ពានមួយទៀតបាទដែលស្ពាននេះគឺធ្វើពីថ្មសុទ្ធសាធតែម្ដងបាទអញ្ចឹងប្រហែលជាការចំនួនមុនខាងក្រោមនឹងអាចនឹងមានទឹកហូរកាត់ឬក៏មានទឹកដក់ពីក្រោមទើបធ្វើឲ្យបុព្វបុរសខ្មែរយើងកសាងជារូបស្ពាននៅចំកណ្ដាលប្រាសាទនិងខាងមុខប្រាសាទផងដែរបាទជាចុងក្រោយសូមថ្លែងអំណរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាទស្សនាវីដេអូនេះពីដើមដល់ចប់ហើយកុំភ្លេចជួយ like ជួយ subscribe ដើម្បីបានទស្សនានៅវីដេអូបង្ហាញអំពីតំបន់ប្រាសាទផ្សេងៗទៀតផងដែរបាទអរគុណ